បើសំបីតែសមត្ថភាពនៃការអត់ធ្មត់អានសៀវភៅដ៏ច្រើនក្បាលអានសៀវភៅដ៏ច្រើនចំណងជើងអានសៀវភៅដែលមានស្នាដៃពីគ្រប់អ្នកនិពន្ធល្បីៗយើងមិនអាចធ្វើបានផងចូលកុំរំពឹងថាយើងនឹងមានសមត្ថភាពអាចនិពន្ធសៀវភៅបានល្អឲ្យសោះចាសូមជម្រាបសួរបងប្អូនទាំងអស់គ្នាចាយ៉ាងម៉េចដែរមានអារម្មណ៍ថាប្លែកដែរទេចានៅពេលដែលចូលមកដល់នាងខ្ញុំអត់មានទាន់ជម្រាបសួរហើយក៏មិនទាន់និយាយពីអ្វីទាំងអស់ក៏អានអត្ថបទមួយសម្រាប់ឲ្យបងប្អូនស្ដាប់កំសាន្តចាมันមានអ្វីចម្លែកទេគ្រាន់តែរាត្រីនេះនាងខ្ញុំចង់ឲ្យបងប្អូនប្លែកអារម្មណ៍បន្តិចចាចូលមកដល់គឺអានអត្ថបទខ្លីតែម្ដងចាអញ្ចឹងក្នុងពេលនេះដែរនាងខ្ញុំក៏សូមជម្រាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាចាជារៀងរាល់រាត្រីបងប្អូនតែងតែជួបជាមួយនឹងនាងខ្ញុំនៅក្នុង Channel YouTube មករាអានច្រើនបង្កើនបញ្ញាចារាត្រីនេះក៏ដូចគ្នាផងដែរគ្រាន់តែរៀងប្លែកបន្តិចដើម្បីសូមចំណាប់អារម្មណ៍ពីបងប្អូនចាអញ្ចឹងរាត្រីនេះនាងខ្ញុំនឹងអានអត្ថបទមួយដែលមានចំណងជើងថាការអានទ្រឹស្ដីនិងការធ្វើជាក់ស្ដែងចាដែលជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធឡាំលីមចានាងខ្ញុំដកស្រង់ចេញពីសៀវភៅអំណានជាអំណាចចាហើយក៏សូមជម្រាបជូនបងប្អូនដែរនាងខ្ញុំនឹងអានអត្ថបទនេះជូនបងប្អូនតែម្ដងចាការអានទ្រឹស្ដីនិងការធ្វើជាក់ស្ដែងចាអាហារល្អមានតួនាទីធ្វើឲ្យរាងកាយលូតលាស់ធំធាត់គំនិតល្អវានឹងធ្វើឲ្យជីវិតយើងស្រស់បំព្រងពាក្យខ្មែរលោកពោលថាស្រឡាញ់ខ្លួនត្រូវស្ងួនចំណីបើស្រឡាញ់ស្រីត្រូវស្ងួនចិត្តចាចង់បានសួរតោមកាន់សុចរិតចង់សម្បូរមិត្តត្រូវរកទ្រព្យមនុស្សដែលចេះស្រឡាញ់ខ្លួនគឺចេះប្រឹងប្រែងធ្វើខ្លួនឲ្យរីកចម្រើនការរស់នៅប្រឹងប្រែងអភិវឌ្ឍខ្លួនឯងឲ្យធ្វើឲ្យរីកចម្រើនក៏ស្មើនឹងការឲ្យតម្លៃខ្លួនឯងមនុស្សដែលមិនចេះឲ្យតម្លៃចំពោះខ្លួនឯងគឺចូលចិត្តរស់នៅគ្មានវិន័យបណ្ដែតបណ្ដោយវាសនាតាមយថាកម្មរស់នៅត្រឹមធ្វើជាជនរងគ្រោះនៃពិភពលោកចាព្រះច័ន្ទមានពន្លឺពេលរាត្រីរីឯសូរិយាមាននាទីជះពន្លឺពេលថ្ងៃអាហារដែលមនុស្សយើងញ៉ាំវាមានតួនាទីនឹងទៅបំពន់រាងកាយតាមផ្នែកនីមួយៗស្របទៅតាមតួនាទីរបស់ខ្លួនរីឯចំណេះដឹងដែលយើងមានក្រោយពីបានសិក្សារៀនសូត្រជាពិសេសបានមកពីការអានសៀវភៅក៏មានតួនាទីធ្វើទៅតាមផ្នែករៀងខ្លួនដែរចំណេះដឹងដែលបានមកពីអំណានខ្លះគឺយើងមិនអាចប្រើពេលនេះបានទេតែអាចប្រើទៅពេលក្រោយចាបើកលៈទេសៈមិនទាន់មកដល់ចំណេះដឹងដែលបានមកពីអំណានខ្លះគឺមើលទៅប្រៀបដូចជាឥតបានការតែដល់ពេលណាបញ្ហាមកដល់ទើបយើងអាចអនុវត្តកើតគំនិតដែលត្រឹមត្រូវនិងអាចអនុវត្តទៅបានគឺត្រូវទម្លាក់លក្ខខណ្ឌចូលរីឯគំនិតខ្លះវាត្រឹមត្រូវតែត្រឹមត្រូវក្នុងខ្លឹមសារគំនិតនិយមប៉ុណ្ណោះឧទាហរណ៍ជាក់ស្ដែងទស្សនៈអ្នកខ្លះយល់ថាជីវិតដែលប្រឹងប្រែងគឺដឹងតែជោគជ័យតែក្នុងខ្ញុំសូមទម្លាក់លក្ខខណ្ឌចូលដោយនិយាយវិញថាប្រឹងគឺត្រូវតែប្រឹងហើយតែត្រូវប្រឹងឲ្យត្រូវផ្លូវផងត្បិតបើប្រឹងខុសវានឹងខុសពីត្រីដែលហែលវាមិនខុសពីត្រីដែលហែលនៅលើគោកចាឬមិនខុសពីបក្សីជ្រមុជក្នុងទឹកទេអ្នកខ្លះយល់ថាចំណេះដឹងគឺជាអំណាចតែខ្ញុំសូមទម្លាក់លក្ខខណ្ឌចូលដោយថាចំណេះដឹងនឹងคล้ายជាអំណាចទៅបានលុះត្រាតែយើងយកចំណេះដឹងទៅធ្វើសកម្មភាពជាក់ស្ដែងបើយើងមានចំណេះដឹងតែមិនព្រមអនុវត្តតើមានអ្វីខុសគ្នារវាងអ្នកចេះអានអក្សរតែមិនព្រមអាននិងអ្នកមិនចេះអានអក្សរអ្នកខ្លះយល់ទៀតថាចំណេះដឹងឲ្យតែបានយកទៅអនុវត្តហើយគឺដឹងតែល្អហើយតែខ្ញុំសូមទម្លាក់លក្ខខណ្ឌថែមទៀតថាតើវាមានប្រយោជន៍អ្វីដែលអនុវត្តហើយតែមិនបានផលការ
យកចំណេះដឹងទៅអនុវត្តគឺត្រូវអនុវត្តហើយទទួលបានផលល្អតែបើទទួលបានផលអាក្រក់វិញតើខុសគ្នាអ្វីពីការមិនអនុវត្តនេះគឺវាមានន័យថាចំណេះដឹងវាជាអំណាចទៅបានលុះត្រាតែយើងយកទៅអនុវត្តជាក់ស្ដែងឲ្យកើតជាផលល្អមានប្រសិទ្ធភាពនោះហើយដែលហៅថាទម្លាក់លក្ខខណ្ឌឲ្យត្រូវទើបដឹងថាអ្វីគ្មានខុសនឹងត្រូវទេតែសំខាន់គឺស្ថានភាពចាំបាច់ជាក់ស្ដែងចាត្រឡប់មកការអានវិញក៏វាមានន័យអ៊ីចឹងដូចគ្នាដែរអ្នកខ្លះមានទស្សនៈថាអានហើយមិនធ្វើគឺស្មើនឹងកំបិតក្នុងស្រោមចាប៉ុន្តែខ្ញុំយល់ថាចំណេះដឹងខ្លះមិនអាចយកមកប្រើប្រាស់គ្រប់ពេលទេត្បិតការមានចំណេះដឹងចេញពីអំណានគឺវាគ្រាន់តែទុកសម្រាប់ឲ្យយើងបង្ការបញ្ហាប៉ុណ្ណោះពេលណាបញ្ហាមកដល់គឺចំណេះដឹងនឹងត្រូវប្រើប្រៀបដូចជាភាពងងឹតមកដល់ព្រះច័ន្ទក៏រះមកឲ្យយើងឃើញផងដែរជីវិតគឺជាការរៀនសូត្រពេញមួយជីវិតតែមិនប្រកាសថាអ្វីដែលយើងរៀនអាចយកប្រើទាំងអស់ទេមនុស្សខ្លាំងចាប់កំណើតចេញពីបញ្ហាអ្នកដែលមនុស្សទូទៅហៅថាសេដ្ឋីមានមនុស្សដតីរៀនសូត្រតាមមានមនុស្សជាច្រើនគោរពឲ្យតម្លៃគឺកើតពីការលំបាកនិងការប្រឹងប្រែងបាតដៃទទេអ្នកអានគឺត្រូវយកចំណេះដឹងមកសាបព្រោះតាមរយៈការធ្វើជាគំរូដល់មនុស្សដតីឬដល់អ្នកជំនាន់ក្រោយអ្នកអានត្រូវយកចំណេះដឹងមកដុសខាត់ខ្លួនឯងឲ្យคล้ายទៅជាមនុស្សពេញលេញអ្នកអានពុំចាំបាច់ធ្វើអ្វីច្រើនក៏បានដែរតែសំខាន់ត្រូវរស់នៅក្នុងនាមជាមនុស្សមានសិលធម៌និងមានមេត្តាធម៌ចេះយកចំណេះរកសេចក្តីសុខឲ្យខ្លួនឯងដោយវិធីសុចរិតក៏ល្មមចាត់ទុកថាអនុវត្តចំណេះពីអំណានទៅហើយចាអត្ថបទដែលមានចំណងជើងថាការអានទ្រឹស្ដីនិងការធ្វើជាក់ស្ដែងបានឈានមកដល់ទីបញ្ចប់ហើយចាបងប្អូនអត្ថបទនេះក្នុងមួយរាត្រីនេះខ្ញុំអានបានអត្ថបទនេះបានបញ្ចប់ទៅហើយចាដោយសារអត្ថបទមានកំណត់ពេលវេលាត្រឹមតែ7 ទៅ 8 នាទីចានេះខ្ញុំនឹងអានមួយរាត្រីតែបើអត្ថបទណាវែងអានទៅដល់ទៅជាង10នាទីឬក៏20នាទីនាងខ្ញុំសូមអានពីរាត្រីចាអញ្ចឹងរាត្រីនេះដែរនាងខ្ញុំសូមខន្តីអភ័យទោសរាល់កំហុសឆ្គងនិងសំឡេងដែលអានទៅមិនច្បាស់លាស់ចាមានការខុសទាស់និងអក្ខរាវិរុទ្ធនាងខ្ញុំក៏សូមខន្តីអភ័យទោសពីសំណាក់បងប្អូនផងដែរចារាត្រីនេះនាងខ្ញុំសូមជម្រាបលាជួបគ្នានារាត្រីថ្ងៃស្អែកជាបន្តទៀត